ជូនទៅដល់បងប្អូនកម្មករយោជិតចំនួន$2កន្លះថ្ងៃនេះចាប់ពីម៉ោង2រសៀលរហូតដល់ម៉ោង6កន្លះនេះបងប្អូនយើងទាំងអស់គ្នាដែលជាសមាជិកនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបរមាគឺបានមកប្រជុំគ្នាបន្ទាន់មួយទៅតាមបទបញ្ជានិងការអំពាវនាវរបស់សម្ដេចអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាដើម្បីយើងពិភាក្សាគ្នាដើម្បីរកនៅដំណោះស្រាយសមរម្យមួយដើម្បីជួយកាត់បន្ថយនៅថ្លៃធ្វើដំណើររបស់បងប្អូនកម្មករយោជិតយើងដែលវាកើតចេញពីវិបត្តិនៃតម្លៃប្រេងឥន្ធនៈជាសកលបន្ទាប់ពីយើងពិភាក្សាគ្នាយើងបានសម្រេចនៅលទ្ធផលជាវិជ្ជមានមួយគឺយើងឯកភាពថានឹងផ្ដល់បន្ថែមជាលក្ខណៈបដោះអាសន្នជូនទៅដល់បងប្អូនកម្មករយោជិតនៅក្នុងផ្នែកវិញ្ញាភ័ណ្ឌកាត់ដេរសម្លៀកបំពាក់បែកជើងនិងកាបូបនេះចំនួន$2កន្លះក្នុងមួយខែបន្ថែមពីលើអ្វីដែលរោងចក្រនីមួយៗកំពុងតែបើកផ្ដល់ជូនបងប្អូនកម្មករយោជិតយើងលើសហ៊ុយធ្វើដំណើរនិងស្នាក់នៅខ្ញុំគិតថាការបន្ថែម$2.5ក្នុងមួយខែជាបណ្ដោះអាសន្ននេះនឹងអាចជួយសម្រាលបន្ទុកបងប្អូនកម្មករយោជិតយើងបានមួយចំណែកធំដោយសារថាតាមការអង្កេតរបស់ក្រសួងការងារនិងបណ្ដុះវិជ្ជាជីវៈដែលបានធ្វើតាំងពីថ្ងៃច័ន្ទរហូតមកដល់ពេលនេះគឺជាមធ្យមគឺអ្នកដែលផ្ដល់សេវាដឹកជញ្ជូនគឺបានស្នើសុំដំឡើងបន្ថែមចន្លោះពី$8,000រៀលទៅ$12,000រៀលក៏ប៉ុន្តែកន្លែងខ្លះដែលឆ្ងាយក៏មានការស្នើសុំបន្ថែមរហូតដល់$20,000រៀលប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការបន្ថែម$2កន្លះដែលប្រហែលនឹង$10,000រៀលនេះគឺពិតជាកាយវិការប្រកបទៅដោយភាពវិជ្ជមាននិងការទទួលខុសត្រូវរបស់អ្នកវិនិយោគរបស់ម្ចាស់រោងចក្រនៅកម្ពុជាហើយរាជរដ្ឋាភិបាលក៏បានរួមចំណែកនៅក្នុងការជួយរក្សាតម្លៃប្រេងឥន្ធនៈធានានៅការផ្គត់ផ្គង់ប្រេងឥន្ធនៈនេះឲ្យបានគ្រប់គ្រាន់ជូនទៅដល់ប្រជាពលរដ្ឋរបស់យើងដោយដែលក្រសួងពាណិជ្ជកម្មបានជូនដំណឹងគឺរាជរដ្ឋាភិបាលបានកាត់បន្ថយពន្ធអាករផ្សេងលើការនាំចូលប្រេងឥន្ធនៈជាពិសេសគឺប្រេងម៉ាស៊ូតនេះតែម្ដងដែលវាជាប្រេងសំខាន់សម្រាប់បម្រើការដឹកជញ្ជូនក៏ដូចជានៅក្នុងវិស័យកសិកម្មអញ្ចឹងយើងឃើញថាទាំងរាជរដ្ឋាភិបាលទាំងភាគីនយោជកក៏ដូចជាភាគីពាក់ព័ន្ធគឺពិតជាបានរួមគ្នាក្នុងការដោះស្រាយបញ្ហាថ្លៃធ្វើដំណើររបស់បងប្អូនកម្មករយោជិតហើយខ្ញុំក៏អរគុណទៅដល់ភាគីបងប្អូនកម្មករយោជិតនិងភាគីនយោជកដែលបានយោគយល់គ្នាខ្ពស់នៅថ្ងៃនេះហើយបង្កើតឲ្យចេញនៅការផ្ដល់ប្រាក់ឧបត្ថម្ភជាបដោះអាសន្ននៅពេលនេះបាទនៅក្នុងអ្វីដែលយើងបានព្រមគ្នានេះគឺប្រាក់ឧបត្ថម្ភបដោះអាសន្ននេះគឺយើងនឹងអនុវត្តរហូតដល់តម្លៃប្រេងឥន្ធនៈសកលវិលមករកភាពប្រក្រតីវិញយើងមិនមានពិភាក្សាទៅលើបញ្ហានេះទេដោយសារតែសង្វាក់ផលិតកម្មរបស់យើងគឺត្រូវដំណើរការជាប្រចាំប៉ុន្តែអ្វីដែលយើងត្រូវរួមចំណែកបន្ថែមពីលើអ្វីដែលរាជរដ្ឋាភិបាលបានជួយកាត់បន្ថយនៅពន្ធនាំចូលឬមួយក្អីលើផលិតផលប្រេងឥន្ធនៈនេះគឺនយោជកគាត់ជួយឧបត្ថម្ភបន្ថែមដើម្បីធ្វើម៉េចឲ្យបងប្អូនកម្មករយោជិតក៏ដូចជាអ្នកដែលផ្ដល់សេវាដឹកជញ្ជូននេះគាត់នៅតែអាចដឹកជញ្ជូនបងប្អូនកម្មករយោជិតមករោងចក្រផ្សេងដើម្បីដំណើរការផលិតកម្មរបស់ខ្លួនជារួមខ្ញុំឃើញទាំងភាគីសហជីពក៏ដូចជាភាគីរាជរដ្ឋាភិបាលពិតជាអរគុណមែនទែនចំពោះភាគីនយោជកនៅកម្ពុជាដែលបង្ហាញនៅការទទួលខុសត្រូវចំពោះបុគ្គលិករបស់ខ្លួនជាការពិតណាស់ការបន្ថែម$2កន្លះរបស់យោជកវាជាបន្ទុកបន្ថែមប៉ុន្តែទោះបីយ៉ាងណាក៏ដោយជាមួយនឹងការទទួលខុសត្រូវជាមួយនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាលយោជកសុខចិត្តទទួលយកនៅបន្ទុកនេះជាលក្ខណៈបណ្ដោះអាសន្នដែលនេះខ្ញុំគិតថាវាជាការរួមចំណែកមួយយ៉ាងសំខាន់ហើយតាមរយៈការសន្ទនានេះក៏យើងបានឃើញថាភាគីសហជីពរបស់យើងក៏បានសម្ដែងនៅការអរគុណចំពោះការទទួលខុសត្រូវរបស់នយោជកហើយខ្ញុំគិតថានៅបណ្ដាប្រទេសមួយចំនួនក៏ដូចគ្នាដែរគឺថាពេលដែលមានវិបត្តិគឺទាំងរាជរដ្ឋាភិបាលទាំងភាគីនយោជកភាគីកម្មករយោជិតគឺអង្គុយជាមួយគ្នារកដំណោះស្រាយការដែលយើងមិនអង្គុយជាមួយគ្នាយើងជួនកាលយើងអត់បានដឹងថាតើអ្នកនេះបានជួយអីខ្លះអ្នកនោះបានជួយអីខ្លះអញ្ចឹងវាទៅជាយល់ច្រឡំគ្នាប៉ុន្តែការដែលយើងអង្គុយជាមួយគ្នាថ្ងៃនេះយើងបានដឹងទាំងអស់គ្នាថារាជរដ្ឋាភិបាលបានគិតគូរអ្វីខ្លះភាគីនយោជកបានរួមចំណែកអ្វីខ្លះរីឯភាគីបងប្អូនកម្មករយោជិតដែលមានសហជីពជាតំណាងនេះគាត់ក៏នឹងរួមចំណែកដើម្បីផ្សព្វផ្សាយទៅដល់សមាជិកគាត់ទៅដល់បងប្អូនកម្ម
កងយោជិតក៏ដូចជាសាធារណជនអំពីការរួមចំណែករបស់រាជរដ្ឋាភិបាលក៏ដូចជាការរួមចំណែករបស់ភាគីនយោជកអញ្ចឹងវានឹងធ្វើឲ្យមានភាពនឹងនិងគេហៅថាសុខដុមរមនានៅកន្លែងធ្វើការអញ្ចឹងវាធ្វើឲ្យដំណើរការសង្វាក់បដកម្មរបស់យើងដំណើរការជាប្រក្រតីអញ្ចឹងយើងមិនរំខានទៅដល់ការនាំចេញឬមួយក៏ខ្សែសង្វាក់ផ្គត់ផ្គង់របស់យើងនោះទេហើយខ្ញុំក៏ចង់បញ្ជាក់ដែរថាចាប់តាំងពីពេលដែលមានវិបត្តិនៅមជ្ឈមបូព៌ានេះភ្លាមគឺសម្ដេចទេវតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានចាត់ចែងដឹកនាំប្រកបដោយភាពបរិយាកម្មយើងបានឃើញហើយគឺចាប់តាំងពីថ្ងៃដំបូងម៉េះក្រសួងរាយនឹងធម្មពលក្រសួងពាណិជ្ជកម្មគឺបានរួមគ្នាដើម្បីចាត់នៅវិធានការផ្សេងដើម្បីធានានៅភាពនឹងណោធានានៅភាពគ្រប់គ្រាន់នៃការផ្គត់ផ្គង់ប្រេងឥន្ធនៈហើយក៏បានចាត់នៅវិធានការជាបន្តបន្ទាប់ដើម្បីធានានៅការលក់រាយប្រេងឥន្ធនៈនានានៅតាមស្ថានីយ៍ប្រកបដោយដំណាភាពហើយយើងឃើញហើយគឺថាមានការចេញផ្សាយនៅតម្លៃលក់រាយនេះជារៀងរាល់3ថ្ងៃម្ដងដើម្បីឲ្យសាធារណជនគាត់បានជ្រាបជារួមយន្តការប្រាក់ឈ្នួលបរិមាណរបស់យើងគឺយើងបានផ្ដោតទៅលើវិស័យវិនិភ័ណ្ឌកាត់ដេរសម្លៀកបំពាក់និងផលិតផលធ្វើដំណើរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយខ្ញុំជឿថាជាមួយនឹងការស្ម័គ្រចិត្តក៏ដូចជាការចូលរួមរបស់នយោជកនៅក្នុងវិស័យនេះអាចជាគំរូមួយសម្រាប់វិស័យផ្សេងទៀតគាត់ធ្វើការពិចារណាផងដែរនៅក្នុងការជជែកពិភាក្សានៅថ្ងៃនេះគឺយើងច្បាស់អំពីគោលបំណងរបស់យើងគឺប្រាក់ឧបត្ថម្ភនេះគឺជាប្រាក់ឧបត្ថម្ភបដោះអាសន្ននៅក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសកលហើយយើងនឹងមានការចរចាប្រាក់ឈ្នួលបរិមានៅខែសីហានិងខែកញ្ញាខាងមុខអញ្ចឹងនៅពេលនោះយើងនឹងពិចារណាជាមួយគ្នាបន្ថែមទៀតថាតើយើងត្រូវគិតគូរយ៉ាងម៉េចប៉ុន្តែអ្វីដែលចំពោះមុខគឺយើងត្រូវរកវិធីសាស្ត្រណាមួយសមស្របដែលអាចទទួលយកបានដោយភាគីនីមួយៗដើម្បីជួយទៅដល់បងប្អូនកម្មករយោជិតយើងសិនហើយដល់ពេលយើងចរចាប្រាក់ឈ្នួលយើងនឹងគិតអំពីថ្លៃដើមយើងគិតអំពីភាពប្រកួតប្រជែងរបស់កម្ពុជាយើងជាថ្មីម្ដងទៀតជារួមយើងបានជួរទៅខាងសមាគមវិនិភ័ណ្ឌសម្លៀកបំពាក់ស្បែកជើងនិងផលិតផលធ្វើដំណើរដែរហើយក៏ដូចជាជាមួយនឹងម្ចាស់ម៉ាកមួយចំនួនមកដល់ម៉ោងនេះយើងមិនទាន់ឃើញមានការផ្អាកការបញ្ជាទិញឬមួយក៏ស្នើសុំឲ្យរោងចក្រយើងផ្អាកការផលិតជាលក្ខណៈទ្រង់ទ្រាយធំនៅឡើយទេបើទោះបីជាថ្លៃដឹកជញ្ជូនពីកម្ពុជាយើងទៅអឺរ៉ុបមានការកើនឡើងហើយប្រឈមនឹងហានិភ័យក៏ដោយប៉ុន្តែយើងឃើញអ្នកបញ្ជាទិញដែលធ្វើការជាមួយនឹងរោងចក្រនីមួយៗនេះគឺនៅបន្តជាមួយគ្នានៅឡើយទេអញ្ចឹងខ្ញុំគិតថាបើវាអូសបន្លាយពេលទៅមុខប្រហែលជាវាអាចមានការស្នើសុំឲ្យមានការផ្អាកឬក៏អីខ្លះប៉ុន្តែចំពោះមុខនេះយើងឃើញថាមិនទាន់មានករណីនេះកើតឡើងនៅឡើយទេ